có một cái channel vào của chân thế bạn được ngàyนี้là cứ trong chạy rầm lệ tẹt tầng cần nắngការរៀនហៅឈ្មោះគីមីសរីរាង្គណាបាទអញ្ចឹងតកតងនឹងសរីរាង្គដែលយើងរៀនហៅឈ្មោះថ្ងៃហ្នឹងគឺតកតងទៅនឹងសរីរាង្គអាកុលបាទសរីរាង្គអាកុលបានមុននឹងឈានទៅដល់ការហៅឈ្មោះសរីរាង្គគឺយើងត្រូវដឹងថាតើអាកុលមាននិយមន័យដូចម្ដេចបាទអាកុលគឺជាសមាសធាតុសរីរាង្គដែលមានក្រុមអ៊ីដ្រូស៊ីលភ្ជាប់ជាមួយនឹងកាបូនចតុមុខបាទអញ្ចឹងកាបូនចតុមុខកាបូនបែបនេះខ្លួននេះអញ្ចឹងមានថាមាន OH1 ហ្នឹងភ្ជាប់មួយនឹងកាបូនចតុមុខអញ្ចឹងបើមាន OH1 ភ្ជាប់មួយនឹងកាបូនចតុមុខគេហៅអាហ្នឹងគឺជាអាកុលបាទណាហៅថាអាកុលអញ្ចឹងអាកុលមានរូបមន្តម៉ូលេគុលរបស់វា CN H2N បូក1 OH បាទនឹងគឺអាកុលណាដែលមាន n របស់វាធំជាងឬស្មើនឹង1បាទអញ្ចឹង n ធំជាងឬស្មើ1យើងហៅវាថាជាអាកុលបាទអញ្ចឹងណាអញ្ចឹងអាកុលគឺត្រូវបានយើងប្រើប្រាស់ជាច្រើនបាទណាជាពិសេសគឺសម្រាប់តកតងទៅនឹងមេរៀនអេស្ទាគឺយើងត្រូវយល់អំពីអាកុលបានច្រើនបាទដល់ក្នុងនោះខ្ញុំបានធ្វើវីដេអូជាច្រើនហើយតកតងទៅនឹងចំណែកថ្នាក់នៃអាកុលបាទណាមានថ្នាក់1ថ្នាក់2ថ្នាក់3អញ្ចឹងទៅបើថ្នាក់1មានន័យថា A.CHO ហើយ A.CH2OH បាទនេះជាថ្នាក់ទី1កាបូននីទីនេះអាចនៅសល់អ៊ីដ្រូសែន2បាទឬក៏3ករណីហ្នឹងណាបើករណីនេះវាស្មើនឹង H មានន័យថាវាអាចស្មើ3បើថ្នាក់ទី2មានន័យថា A.CH AOH អាហ្នឹងថ្នាក់ទីបាទថ្នាក់ទី2ណាណាថ្នាក់ទី3 A ដល់ CO ហើយ A ហើយ A នេះគឺជាថ្នាក់ទី3នៃអកុលបាទអញ្ចឹងវាមាន3ថ្នាក់អកុលណាថ្នាក់1ថ្នាក់2និងថ្នាក់3បាទអញ្ចឹងកុំឲ្យខាតពេលលោកគ្រូនឹងបរៀនកូនទាំងអស់គ្នាឲ្យចេះហៅឈ្មោះអកុលបាទការហៅឈ្មោះអកុលមានច្រើនរបៀបបាទហើយយើងគួរតែចំណាំវាបាទទី1ករណីអកុលកាបូន1បើសិនជាករណីអកុលកាបូន1យើងមិនចាំបាច់ប្រើលេខក្នុងការហៅទេណាពីព្រោះកាបូន1វាមានតែ1ទេកាបូន1ដូច្នេះការអានយើងមិនបាច់ប្រើលេខទេយើងអានថាបើសិនជាយើងអានជាសំឡេងអកុលក្រោយមានន័យថាខាងមុខនេះយើងអានជាអកិលតែបើយើងអានសំឡេងអុលក្រោយខាងមុខយើងអានជាសំឡេងអានបាទឬសំឡេងអានតិចប៉ុន្តែភ្ជាប់មួយនឹងអុលវាទៅជាណុលហើយអញ្ចឹងយើងអានមើលអានយើងអានថាមេតានតែបូកអុលយើងអត់ទៅសេណូទេយើងសេណសអុមកមេតាណុលបាទហ្នឹងមេតាណុលតែបើយើងអានសំឡេងអកុលក្រោយយើងអានថាមេទិលអាល់កុលបាទអញ្ចឹងបើយើងប្រើពាក្យអកុលក្រោយនៅខាងមុខបាទយើងអានជាបាទអ៊ីលបាទណាអកុលក្រោយនៅខាងមុខអានជាសំឡេងអ៊ីលបាទយើងមើលលេខ2វិញកាបូននេះយើងមានកាបូននេះយើងមានចំនួន2បាទណាហើយកាបូន2ក៏យើងមិនបាច់ប្រើលេខដែរគាត់ណាយើងអានទៅដោយសារកាបូន2វាមានតែមួយទេដូច្នេះយើងមិនបាច់ប្រើលេខក្នុងការចុះលេខទេអញ្ចឹងយើងអានយកមកទៅយើងអានថា A តាណុលអេតាណុលណាអេតាណុលឬក៏យើងអានមួយទៀតយើងអានថាបាទ A ទិលអាល់កុលបាទ A ទិលអាល់កុលបាទអញ្ចឹងការអានរបស់វាគឺអាចអានបានពីរណា A តាណុលឬ A ទិលអាល់កុលបាទករណីកាបូន3អញ្ចឹងយើងគួរតែចេះរៀនប្រើលេខ
បាទកាលណាយើងប្រើលេខយើងស្រួលក្នុងការអានដើម្បីចំណាំ OH វាឈរនៅកាបូនទីតាំងណាបាទអញ្ចឹងការប្រើលេខគឺខ្លួនឯងទាមទារការចុះណាចុះលេខការចុះលេខគឺជារឿងសំខាន់មួយដែរដើម្បីយើងកំណត់ថាតើ OH ហ្នឹងវាតោងកាបូនលេខប្រមាណអញ្ចឹងអូមកថា OH យើងចុះឲ្យបានជិតណាអញ្ចឹងនេះលេខ1បាទនេះលេខ2នេះលេខ3បាទអញ្ចឹងការអានឈ្មោះយើងអានថាម៉េចណាអញ្ចឹងយើងអានថាខ្សែមេយើងអានឲ្យបានវែងអញ្ចឹងអាចភ្ជាប់មួយសំឡេងអានអញ្ចឹងយើងអានថាប៉ានណាប៉ានដក1អល់បាទប៉ានដក1អល់ឬក៏យើងអានថាប្រូពេលអាល់កុលហ្នឹងហើយបើសិនយើងអានអាល់កុលក្រយើងអានអញ្ចឹងណាប្រូពេលអាល់កុលឬក៏ប៉ាន1អល់បាទករណីនេះគឺប្រភេទរបស់វាមួយទៀតលេខ4នេះមកយើងចុះលេខនេះលេខ1នៅទីតាំងនេះលេខ2នៅត្រង់ទីតាំងនេះនិងលេខ3នៅត្រង់ទីតាំងនេះអញ្ចឹងបើយើងអានខ្សែមេ3បាទអញ្ចឹងយើងអានថាប្រូប៉ានបាទប្រូប៉ានដកមក2អល់បាទប្រូប៉ាន2អល់ឬយើងអានថាអ៊ីសូបាទអ៊ីសូប្រូពេលអាល់កុលបាទ isopropyl alcohol តែឈ្មោះរង្វែងបន្តិចណា isopropyl alcohol បាទអញ្ចឹងមើលកបោន4វិញម្ដងបាទអញ្ចឹងបើខ្សែត្រង់អញ្ចឹងខ្ញុំត្រឡប់ឲ្យយើងប្រើ n ទៅណាបាទសួរយើងគិតដែរបាទអញ្ចឹងយើងដាក់ n បាទ n មកក៏នឹងដាក់ n បុយអញ្ចឹងបើយើងបន្តិចចុះលេខយើង1 2 3 4អញ្ចឹងយើងដាក់មក n បុយតាន1អល់បាទ n បុយតាន1អល់ឬក៏កូនអាចអានថា n បុយទិលអាល់កុលសៀងចង្អៀនតិចកូនណាបាទ n បុយទិលអាល់កុលបាទលេខ6បើយើងធ្វើការចុះនេះលេខ1នេះលេខ2នេះលេខ3បាទនេះលេខ4អញ្ចឹងគាត់អានវាមកគាត់អានថាម៉េចអានឹងខ្សែត្រង់បើយើងកាច់បន្តិចអត់មានខ្នែងទេអាកុលហ្នឹងហ៎អញ្ចឹងយើងអានធម្មតាទៅយើងអានថាបុយតានប្រមាណអល់កូនអល់ទីតាំងលេខ2ណាបុយតាន2អល់ឬក៏គាត់អានថាម៉េចអានថាតម្រងនេះអានមកពាក្យថា sec ណា second ណា sec បុយទិលអាកុលបាទបុយទិលអាល់កុលបាទ sec បុយទិលអាកុលណាបាទតម្រងនេះមួយទៀតយើងអានរបស់វាបើយើងធ្វើការចុះលេខនេះលេខ1នេះលេខ2នេះលេខ3អញ្ចឹងយើងអានវាបានថា2មេទិលបាទប្រូប៉ាន2មេទិលប្រូប៉ាន2អុលបាទអញ្ចឹងយើងអានបានមួយទៀតយើងអានថាឬតេស្យូបាទតេស្យូតេស្យូបុយទិលអាល់កុលបាទតេស្យូបុយទិលអាល់កុលណាយើងអានបានច្រើនរបៀបណានេះបាទលេខ8វិញពេលយើងចុះលេខអានេះលេខ1លេខ2លេខ3បាទអញ្ចឹងរៀងណាដែលអាចអានច្រើនបានខ្ញុំអានឲ្យបានច្រើនណាខ្លះមិនអាចបានច្រើនទេអានេះនិយាយ2មេទិល2មេទិលប្រូ
ប៉ានមួយអល់បាទ2មេទ័រប្រប៉ានមួយអល់ឬកូនអញអានថា បាទអានថាម៉េច isobutyl អាល់កុលណា isobutyl អាល់កុលបាទ isobutyl អាល់កុលអញ្ចឹងក៏នឹងមើលឲ្យបានច្រើនទៅណា បាទបើយើងធ្វើការចូលលេខទី9នេះលេខ1នេះលេខ2នេះលេខ3នេះលេខ4នេះលេខ5បាទអញ្ចឹងយើងអានថាម៉េចកូនយើងអានថា3មេទិលបាទតើមកខ្សែមេ5យើងអានប៉ង់តាន3អុលបាទ3មេទិលប៉ង់តាន3អុលយ៉ាងហ្នឹងដូចគ្នាកូនលេខ10កាពិតលេខ10គូដាក់អេទិលទេកូននេះណាគូថែមបន្តិចណាគូលុបសិនគេសេអេទិលណាឡំប្រើបាទអញ្ចឹងយើងចុះឲ្យបានវែងទៅយើងចុះបាន5ហើយកូនចុះពីស្ដាំទៅ1 2 3 4 5អញ្ចឹងកូនអានវាមកអានថាម៉េច3អេទិល3អេទិលប៉ង់តាន2អុល3អេទិលប៉ង់តាន2អុលណាខាងក្រោមវិញយើងចុះលេខដូចគ្នាកូនលេខ1លេខ2លេខ3លេខ4លេខ5អញ្ចឹងគាត់នឹងអានថាម៉េចអានេះ panel ណានេះអាខ្សែបិទជិត6ជ្រុងហើយកាលណាសុំតមួយខ្សែមេអញ្ចឹងវាអានជា panel ហើយអញ្ចឹង panel តែដាក់លេខសិន4 panel ខ្សែមេយើងមាន5អញ្ចឹងប៉ង់តាន2អបាទនេះគឺជាការហៅឈ្មោះសរីរាង្គរបស់កុលណាបាទអញ្ចឹងលោកគ្រូចែករំលែកតែប៉ុណ្ណឹងបើសិនជាកន្លែងណាកូនអត់សូវច្បាស់កូនអាចសួរបានណាបាទដើម្បីយើងយកវាទៅរៀនថែមបាទអញ្ចឹងការរៀនមានច្រើនរបៀបណាហើយតែយើងប្រឹងគឺយើងចេះហើយបាទអញ្ចឹងបាយបាយអ្នកនរគ្នា